មិនម៉ាយសុទ្ធតែមិនល្អដោយសារមិនកើតនឹងឲ្យបានប្តីលែងតើអ្នកទាំងអស់គ្នាឧស្សាហ៍លើពាក្យនេះដែរឬអត់នៅក្នុងសង្គមយើងនៅមានមនុស្សមួយចំនួនទូចតែងតែគិតថាមិនម៉ាយសុទ្ធតែជាស្រីមិនល្អខ្ញុំមិនដឹងថាគាត់មាននិយមន័យមួយនេះមកពីណាហើយខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាគាត់ហ៊ានសន្និដ្ឋានបែបនេះសម្រាប់ខ្ញុំជឿជាក់ថាគ្មានស្រីណាដែលសុកចង់ខ្លាចជាស្រីមិនម៉ាយនោះទេតែខ្ញុំក៏មិនទៅវែកញែករឿងគេដែរតែខ្ញុំមានអារម្មណ៍ថាស្ត្រីមេម៉ាយគឺជាមនុស្សស្រីដែលក្លាហានហ៊ានចិញ្ចឹមបីបាច់កូនតែខ្លួនឯងដែលមិនពឹងទៅលើនរណាម្នាក់ស្ត្រីមេម៉ាយក៏មានតម្លៃរបស់គាត់ដែរគាត់នៅតែជាម្ដាយនៅតែជាកូននៅតែជាពលរដ្ឋម្នាក់ដែលគ្មានអ្វីដែលពួកយើងត្រូវរើសអើងឬទៅស្អប់គាត់នោះទេខ្ញុំមិនមែនលើកទឹកចិត្តមនុស្សស្រីឲ្យខ្លាចទៅជាមេម៉ាយនោះទេគ្រាន់តែខ្ញុំគិតថាគាត់គឺជាស្រីមេម៉ាយហើយយើងក៏គួរតែផ្ដល់តម្លៃគាត់ឲ្យដូចមនុស្សស្រីដទៃទៀតដែរព្រោះគាត់ក៏មានតម្លៃរបស់គាត់ហើយអ្នកទាំងអស់គ្នាមិនគួរយកកសែភ្នែកដែលស្អប់ខ្ពើមរើសអើងឬរិះគន់គាត់ឬមើលគាត់ក្នុងផ្លូវអាក្រក់នោះទេ